រឿងគង់ហៀនកាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរមួយឈ្មោះនាងអាំមួយឈ្មោះនាងគុំថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយតាមផ្លូវនៅស្រុកនោះមានខ្លាសាហាវអ្នកគង់បណ្ដាលប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោស៊ីតែរឿយលុះអ្នកគង់ទៅដល់កន្លែងនោះខ្លាក៏ស្ទុះដេញស្រែកសន្ធប់ពីចម្ងាយមកអ្នកគង់រត់ចូលរូងឈើញដៃញជើងរៀបនោមព្រោះភ័យណាស់នាងអាំនឹងនាងគុំខំព្រួតគ្នាវីខ្លានោះស្លាប់ទៅឯអ្នកគង់ឃើញប្រពន្ធវីខ្លាស្លាប់ហើយបានស្ទុះម្នីចេញពីរូងឈើមកយកដំបងវីខ្លាស្លាប់ស្រាប់នោះថែមទៀតប្រពន្ធទាំងពីរបន្ទោសប្តីថាខ្លាគេវីងាប់ហើយធ្វើជាមកវីថែមទៀតប្រុសអីកំសាកញីដូច្នេះអ្នកគង់ជាបំពេញទៅប្រពន្ធថាមិនដែលមានស្រីណាវីខ្លាស្លាប់ទេមានតែប្រុសទើបហ៊ានវីខ្លាតតែស្លាប់ហើយអ្នកគង់ក៏បានបោចវលេចចង់ខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុកអស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមកគេបបួលគ្នាទៅមើលពីពេញហើយគេសួរថាឯងធ្វើដូចម្ដេចបានជាបានខ្លានេះត្បិតខ្លានេះសាហាវណាស់វាតែងតែខំមនុស្សម្នាក្របីគោស៊ីច្រើនណាស់ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថាអ្នកគង់គាត់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើខ្ញុំពីរអ្នកជាស្រីព្រួតគ្នាវីខ្លាតតែស្លាប់អ្នកគង់ប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ចោរំលោភទៅលើប្រពន្ធថាមិនដែលមានស្រីណាខ្លាំងពូកែហ៊ានវីខ្លាស្លាប់ទេមានតែប្រុសទើបខ្លាំងពូកែហ៊ានវីខ្លាឲ្យស្លាប់បានអ្នកគង់ក៏អួតប្រាប់អ្នកស្រុកថាការដែលខ្លាវាស្ទុះមកនឹងខំដូច្នេះខ្ញុំដាក់ស្នៀតគុណដូច្នេះបានជាវីវាបានហើយអ្នកគង់ធ្វើជាលោតគុណវីខ្លាឲ្យអ្នកស្រុកមើលឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកល្បីឈ្មោះគង់ហ៊ានជាអ្នកពូកែចេះគុណវីខ្លាស្លាប់រឿងនេះជ្រាបដល់ស្ដេចក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះយូរបន្តិចទៅជួនជាមានសិទ្ធិគេលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានវាស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះភ័យណាស់ពុំដឹងបើគិតដូចម្ដេចនឹងមិនទៅច្បាំងមិនបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់មកវិញដេកសន្ធឹកសន្ថៃអត់បាយប្រពន្ធទាំងពីរអ្នកចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូច្នេះមានបើហេតុភេទអ្វីប្រការដូចម្ដេចគង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចម្ដេចទេប្រពន្ធឆ្លើយឡើងថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យស្រួលខ្លួនចុះគង់ហ៊ានឬប្រពន្ធលួងលោមដូច្នោះបានធូរក្នុងចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់ទៅច្បាំងលុះរៀបរួចហើយដល់បានពេលលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទៅផកគង់ហ៊ានជិះខាងក្បាលដំរីប្រពន្ធជិះខាងក្រោយមានរេពលហែហំអំមុខក្រោយជាក្បួនតបត្រៀបត្រាពីពេញលុះជិះទៅចិត្តខ្មាំងសត្រូវមើលឃើញច្បាស់ប្រកាសគង់ហ៊ានភ័យណាស់លេចអាចលេចនំញដៃជើងដូចគេអង្រួនក្បាលដំរីឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោចូលក៏ចេះតែបោសម្រុកចូលទៅមុនរេពលទាំងអស់គ្មាននរណាតាមទាន់ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោដំរីចូលដូច្នោះគិតស្មានថាមេតបនេះពូកែណាស់ក៏បាក់តបចាញ់រត់យកតែព្រះអាយុដោយខ្លួនទៅគង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាអួតក្អេងក្អាងឲ្យអស់នាម៉ឺននឹងរេពលកោតខ្លាចអស់នាម៉ឺនឃើញគង់ហ៊ានលេចអាចដាក់ក្បាលដំរីស្អុយពីពេញដូច្នេះគេសួរថាលោកមេតបធ្វើក៏លេចលៀមមកដូច្នេះគង់ហ៊ានឆ្លើយឡើងថាបើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុកសត្វឯណាបានមានតែដោះទុកសត្វលើក្បាលដំរីដូច្នេះឯងបើរវល់តែដោះទុកសត្វខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយអស់នាម៉ឺននឹងរេពលឬគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានណាស់ឯគង់ហ៊ានបានឈ្នះតបត្រឡប់ចូលមកក្នុងនគរវិញហើយចូលទៅក្រាបថ្វាយបង្គំស្ដេចទ្រង់ជ្រាបថាគង់ហ៊ានទៅច្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅទ្រង់ត្រេកអរណាស់ទ្រង់ព្រះរាជទានយុស័ក្តិជានាម៉ឺនធំហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ណាការជាច្រើនតាំងអំពីថ្ងៃនោះមកគង់ហ៊ានរឹតតែអួតខ្លាំងពូកែក្អេងអាងឡើងទៀតលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខំអស់មនុស្សម្នាអ្នកឈ្មួញជួញលក់ដូរដើររកស៊ីខាងជើងទឹកជើងកំពុងគេខ្លាចរអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចុះមុជទឹកឬដើរងូតសោះអស់រិះលំបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រើឲ្យគង់ហ៊ានទៅចាប់ក្រពើឯគង់ហ៊ានលឺព្រះបន្ទូលដូច្នោះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានតឹងព្រះបន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់កុំព្រួយព្រះរាជហឫទ័យគង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថាគេឲ្យឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើសាហាវណាស់ម្ដងនេះឃើញជាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើដូចម្ដេចនឹងគេចរួចប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបានបើដូច្នេះ
មានតែទៅលោតទឹកឲ្យក្រពើខំស្លាប់តែម្ដងទៅគង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅអស់កូនក្មួយមកធ្វើជាទៅចាប់ក្រពើអស់មនុស្សម្នេមហាជនបានឮថាគង់ហ៊ានបានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពីពេញលុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហែមកប្រប់ច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគៀបគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពើវាខំឲ្យស្លាប់ទៅទេប៉ុន្តែក្រពើវាយីសូសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រឺតប្រឹងលោតឡើងដូចគេប្រហោកក្នុងប្រគៀបឈើជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខក៏មិនរួចថយមកក្រោយក៏មិនរួចគង់ហ៊ានមុជទឹកក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះស្រែកបង្គាប់កូនក្មួយឲ្យយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅឯអ្នកដែលមើលទាំងប៉ុន្មានគេគិតស្មានថាគង់ហ៊ានចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើក៏កោតខ្លាចគង់ហ៊ានក្រៃពេកគង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នោះក៏រឹតតែក្អេងក្អាងអួតខ្លាំងពូកែឡើងទៀតហើយចូលទៅក្រាបទូលស្ដេចតាមខ្លួនបានចាប់ក្រពើចោលឡើងមកលើគោកស្ដេចក៏ទ្រង់សពព្រះរាជហឫទ័យប្រោសព្រះរាជទានយសក្ខីឲ្យគង់ហ៊ានឡើងជាធំលើសពីមុនទៀតហើយទ្រង់ព្រះរាជទានទាំងអំណាចទាំងរង្វាន់ជាច្រើនសូមអរគុណសម្រាប់ការសន្តាប់តាំងពីដើមរហូតដល់ចប់ពីខ្ញុំបាទ AI និទានរឿងនឹងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតនៅវីដេអូថ្មី